animal animal ដែលយើងមើលឃើញនេះគឺ animal ដែលយើងសេដកគ្នាបន្តិចហើយបន្តមកយើងដាក់ more any ដកគ្នា more ឃើញទេ animal ទីនេះមានន័យថាទៀតទេឬក៏ទៀតឡើយ animal ឧទាហរណ៍ដូចជា do you have any more time to help me តើអ្នកឯងមានពេលទៀតទេដើម្បីជួយខ្ញុំណាអញ្ចឹង animal ទីនេះមានន័យថាទៀតទេមួយទៀត animal នេះគឺយើងសេអត់ដកគ្នាទេ animal អត់ដកគ្នាទេឃើញទេយើងអាន animal ដូចគ្នាប៉ុន្តែន័យវាគឺទៀតឡើយ animal ទៀតឡើយឧទាហរណ៍ we don't gossip about each other anymore ពួកយើងឈប់និយាយដើមគ្នាទៀតហើយឃើញទេ animal គឺទៀតហើយណាឬក៏ទៀតឡើយដូច្នេះ animal ដែលសរសេរពីរខុសគ្នាប៉ុន្តែយើងអានដូចគ្នា animal ដូចគ្នាគឺមានការប្រើប្រាស់ខុសគ្នាដូចតែខ្ញុំឧទាហរណ៍ហ្នឹងដែរដូចគ្នា